cặp đồn hộp tập kết hai cửa so sạch giờ mà thưa nôm cứ thưa nôm chạy bằng hay chạy bằng nhom nâng nhom mình ai thưa thì cho nhom lì mà sao ni riêng ở trời đầy đấy tham thoi tam chả đấy hay kêu sao mà miền mà sao có thực đặc cô sòn tích hay mà sao rồi ní miền là ngộ máu hay tụ ai nâng cái chạy tôm trồ nè hay nhom cô mà sao cho cái này cái nhom có đạ bông tiêm crop hay nhom lì mà sao pi ក៏ធន់ហ្នឹងបងប្អូនឃើញថាពីខ្ញុំធ្វើឲ្យចេកច្របាច់ចូលជាមួយម្សៅហើយនឹងធ្វើជាចេកជៀនមកមុខទៀតអញ្ចឹងបានជាលីម្សៅពីរហ្នឹងហើយដាក់ល្ងខ្មៅមកនិយាយទៅរៀងឈ្ងុយហ្មងណាចេកនេះវាចូលពេកបើធ្វើឲ្យចេកច្របាច់យកមកជៀនហើយចេកបង់ហ្នឹងវាដូចជាត្រូវតែបើធ្វើចេកជៀនហ្នឹងវាអត់ត្រូវទេចេកចូលមែនតែនហ្មងហើយខ្ញុំបកចេកហ្នឹងហើយក៏ច្របាច់បញ្ចូលគ្នាឲ្យវាម៉ត់ចូលជាសាច់តែមួយណាហើយក៏មានថែមដូងដូងដែលខ្ញុំកាប់ពីក្បាលត្បូងហូបទឹកហ្នឹងក៏យកសាច់វាមកចិត្តចំណិតចឹងទៅដាក់ចូលជាមួយនឹងតែអានំនេះខ្ញុំទៅវាច់ជាមួយចេកនេះនឹងហៅអីខ្ញុំហៅតែចេកបងចឹងទៅហើយដូងនឹងវាចាស់ហើយការទៅស្រុកហ្នឹងមានទាំងចេកមានទាំងដូងមកឥឡូវមានខ្នោមួយទៀតបងប្អូនតែខ្នោហ្នឹងអត់ធំក្លិនអត់ក្អូបទុកចេះយូរទៅឥឡូវឡើងអាលួយបាត់ស្ដាយខ្នោមែនតែនថាថ្ងៃអាទិត្យចាំបកវាអញ្ចឹងណាថាពេលមានបានបកអីឥឡូវវាលួយបាត់អានេះមកឆ្កឹះសាច់ដូងនេះសាច់ដូងនេះវាចាស់ហើយយើងហាន់អញ្ចឹងមកយកមកដាក់ចូលនៅក្នុងអានំដែលខ្ញុំច្របាច់ចេកមិញហ្នឹងអត់ពេលយើងយកមកចៀនណាបងប្អូនអើយឈ្ងុយណាស់ញ៉ាំចំសាច់ដូងមួយម៉ាត់មកគឺជាតិហ្មងហើយក៏ថែមល្ងបន្ថែមទៀតមើលទៅដូចស្ទើល្ងច្រើនឆ្ងាញ់ណានំហ្នឹងណាហើយខ្ញុំក៏មានថែមអំបិលបន្តិចដែរបងប្អូនហើយលួចអំបិលតិចឲ្យវាផ្អែមចេកនឹងវាមុតចឹងណាបន្ទាប់មកក៏ដាក់ប្រេងឆានេះដាក់ងាស់ខ្លាញ់នឹងឲ្យក្តៅទៅហើយចាំយើងបង់អាចេកយើងនឹងចូលនេះបង់លភាដំបងដូចជាងទូចពេកដល់ពេលហើយដាក់អាវែកនេះដល់ពេលដាក់វែកនេះវាធំពេកទេបងប្អូនវាអត់ដល់ចុងក្រោយក៏លភាវិញហើយទៅជៀននៅតែបានទេបងប្អូនណាហៅខ្លួនឯងទេហើយបើនិយាយមែនតើបងប្អូនហត់អីក៏ហត់ហើយក៏អស់លុយច្រើនណាស់និយាយបងប្អូនណាទិញគេហូបទៅថ្ងៃក្រោយកុំឲ្យរវល់និយាយត្រង់ហារឿងធ្វើចេកជាតិចេកបងហើយហ្នឹងគឺធ្វើឆ្ងាញ់យើងមកនេះយើងចេះចាំដឹងថាយើងធ្វើកើតអត់ហ្នឹងចេះធ្វើទៅយ៉ាងម៉េចវាល្អមើលវាមិនសូវល្អមើលដូចគេធ្វើទេរសជាតិវាទទួលយកបានបងប្អូនញ៉ាំចំសាច់ដូងសាច់អីចឹងទៅល្ងឈ្ងុយឆ្ងាញ់និយាយទៅឆ្ងាញ់គ្រាន់ថាមើលសម្រស់វាមិនសូវល្អទេតែបើថារសជាតិអូខេទទួលយកបានមកសម្រាប់ខ្ញុំឆ្ងាញ់ហើយចេកបងខ្លាញ់ហ្នឹងយើងលេងម្សៅអត់ត្រូវវាមានតែចេកពេកអញ្ចឹងក៏ជៀនមកវាដំបងវារៀងបៀមខ្លាញ់ដល់ពេលថែមម្សៅអង្គនឹងថែមទៀតទៅក៏វាអត់សូវអីវិញហើយចេកជៀនហ្នឹងក៏ដូចគ្នាពេលខ្លះយើងអត់តែធ្វើអត់មានបទពិសោធន៍លេងម្សៅចេះលាយតាមស្មានលាយបដាជៀនបដាដល់ពេលអាចុងក្រោយមករៀងល្អតិចទៅណាមានអីឆ្ងាញ់ទេតា